ក្រុមយុវជន5នាក់ធ្វើដំណើរទៅកំសាន្តនៅភូមិមួយដាច់ស្រយាលហើយក្រុមអ្នកដើរកំសាន្តបានឃើញដើមចេកជ្វាដ៏ចម្លែកមួយដើមនៅចំកណ្ដាលព្រៃដើមចេកនេះមានផ្លែធំខុសពីធម្មតាហើយមានស្នាមឈាមជាប់នឹងផ្លែមានអ្នកភូមិប្រាប់ពួកគេថាកុំប៉ះពាល់ដើមចេកនេះឡើយព្រោះវាមានអាថ៌កំបាំងដ៏គួរឲ្យភ័យខ្លាចនារីម្នាក់ក្នុងក្រុមនោះបានប្រើប្រសាសន៍ពាក្យសម្ដីប៉ះពាល់ដោយមិនស្ដាប់ពាក្យពេចន៍របស់អ្នកភូមិហើយយកផ្លែចេកមកញ៉ាំពេលព្រឹកឡើងនាងឃើញស្នាមខ្មៅលើដៃជាប់ពីយប់មិញហើយចាប់ផ្ដើមមើលសំឡេងស្ត្រីយំយ៉ាងសោកសង្រេងរាល់យប់នារីនោះចាប់ផ្ដើមមានអាការៈចម្លែកភ្នែកប្រែជាខ្មៅស្រអាប់ស្បែកចាប់ផ្ដើមរីងរៃដូចដើមចេកពេលយប់នាងដើរលួចចេញទៅដើមចេកហើយគេឃើញនៅលើថ្ពាល់នាងមានឈាមអ្នកភូមិចាស់ប្រាប់ថាដើមចេកនេះជាទីអាស្រ័យរបស់ខ្មោចស្ត្រីដែលត្រូវបានគេយកទៅសម្លាប់កាលពី100ឆ្នាំមុនពួកគេត្រូវធ្វើពិធីបូជាដោយដុតដើមចេកនៅពេលព្រះច័ន្ទពេញវង្សពួកគេដុតដើមចេកបានសម្រេចហើយនារីនោះជាសះស្បើយតែនៅពេលអាធ្រាត្រអ្នកភូមិនៅតែសំឡេងស្ត្រីសើចច្រឡោតពីទីដែលដើមចេកធ្លាប់នៅ